នេះគឺជាពស់មួយប្រភេទដែលតែងតែមានវត្តមាននៅក្នុងប្រទេសកម្ពុជាយើងបងប្អូននៅស្រែចម្ការតែងតែអាសាបានជួបប្រទះហើយប៉ុន្តែក៏នៅមានអ្នកមួយចំនួនអត់ទាន់បានស្គាល់ពស់នេះពិតជាចម្លែកប្លែកនិងគួរឲ្យចាប់អារម្មណ៍មែនទែនឥឡូវយើងមកស្គាល់ទាំងអស់គ្នានៅក្នុងភាសាអង់គ្លេសវាមានឈ្មោះថា Red-eared red snake នៅភូមិខ្ញុំគេហៅថាពស់ថ្លាន់អន្សោងតំបន់ខ្លះគេហៅថាពស់ស្នាអន្សោងជួននៅខាងបងប្អូនគេហៅថាម៉េចវិញបងប្អូនខមមិនប្រាប់នៅខាងក្រៅបងប្អូនពស់នេះវាមានវត្តមានរស់នៅតំបន់ត្រូពិកទ្វីបអាស៊ីហើយក៏មានវត្តមានរស់នៅក្នុងប្រទេសកម្ពុជាយើងផងដែរវាមានពណ៌សម្បុរលឿងចាស់និងលាយពណ៌ត្នោតហើយមានឆ្នូតពណ៌ខ្មៅតាមបណ្ដោយដងខ្លួនជាទូទៅវាមានប្រវែងដងខ្លួនពី1ម៉ែត្រទៅ2ម៉ែត្រទម្ងន់ប្រហែលជា1ទៅ2គីឡូក្រាមកន្លែងដែលវារស់នៅដូចជាតាមវាលស្រែចម្ការព្រៃទ្រុបកំពតព្រៃហើយពេលខ្លះវាក៏នៅក្នុងរន្ធដើម្បីសម្ងំលាក់ខ្លួននិងចាប់ចំណីផងដែរពស់ថ្លាន់អន្សោងនេះគឺជាប្រភេទពស់ដែលគ្មានពិសបង្កហានិភ័យដល់មនុស្សយើងនោះទេប៉ុន្តែវាមានអត្តចរិតកោងកាចពេលខ្លះវាក៏ដេញមនុស្សយើងផងដែរធ្វើចរិតដូចជាខ្លួនឯងមានពិសអញ្ចឹងហើយវាលោតខំកយកាយវិការផ្លោតគួរចាប់អារម្មណ៍មែនទែនដូចជាកីឡាបដាល់កំពុងតែវាយចេញមួយដៃតាមពិតទៅពេលវារងការគំរាមកំហែងឬជួបសត្រូវវាចូលចិត្តធ្វើចរិតកោងកាចដើម្បីការពារខ្លួនប៉ុន្តែវាមានចរិតមួយទៀតបើសិនជាវាតតាំងមិនឈ្នះវានឹងធ្វើពុតជាសន្លប់ឬធ្វើជាងាប់ដើម្បីបង្វែរអារម្មណ៍គូសត្រូវរបស់វាភ្លេចខ្លួនវានឹងរត់គេចហើយកន្លែងទៅនោះខ្ញុំចង់ទៅសាយទៅវាខំគេសុកធ្វើជាងាប់បាត់ហើយកុហកចឹងណាគេជឿហើយចំណីដ៏ឈ្ងុយឆ្ងាញ់របស់ពស់ថ្លាន់អន្សោងគឺជាសត្វកណ្ដោពេលខ្លះសត្វកំប្រុកសត្វបក្សីសត្វកង្កែបក៏ជាគោលដៅប្រមាញ់របស់វាផងដែរក្រៅពីប្រមាញ់សត្វដទៃវាក៏ត្រូវសត្វដទៃប្រមាញ់ជាចំណីផងដែរដូចជាសត្វឆ្កាពស់ទ្រង់រនាមនិងសត្វមង្សាសីមួយចំនួនពិសេសគឺជាមនុស្សយើងបើតាមព័ត៌មានពីពូចូលចិត្តហូបសាច់របស់វាគាត់ថាបើយកទៅស្ងោរជ្រក់គឺមានរសជាតិឆ្ងាញ់ដូច្នេះហើយពេលពួកគាត់ទំនេរពីស្រែចម្ការគាត់ក៏ដាក់មងរៀនតាក់ដើម្បីចាប់វាឬមួយក៏ជីករុនដើម្បីយកវាសូមបញ្ជាក់ផងដែរថាពស់ថ្លាន់អន្សោងវាអត់ពងនៅខាងក្រៅទេកូនរបស់វានឹងញាស់នៅក្នុងពោះហើយវានឹងទម្លាក់កូនចេញមកក្រៅជាធម្មតាកូនរបស់វាមានចន្លោះពី10ទៅ15ក្បាលក្នុងការបង្ការកំណើតម្ដងសរុបមកពស់ថ្លាន់អន្សោងវាគឺជាពស់មួយប្រភេទដែលគួរឲ្យចាប់អារម្មណ៍មែនទែនគឺជាពស់ដែលមានល្បិចហើយវាមិនមានពិសបង្កហានិភ័យដល់មនុស្សយើងទេបន្ទោះបីវាគ្មានពិសបង្កហានិភ័យក៏ដោយក៏យើងមិនគួរធ្វើប្រហែសចំពោះសត្វពស់ឡើយដោយសារតែមានប្រភេទពស់ដទៃក៏មានសត្វឋានស្តៀងវាដែរបងប្អូនទាំងអស់គ្នាគួរតែដឹងថាពស់ភាគច្រើនគឺមានពិសអញ្ចឹងយើងកុំធ្វើប្រហែសទោះបីជាវាគ្មានពិសក៏វាមានមាត់អាចខំបករបួសស្នាមដល់យើងដែរអរគុណបងប្អូនដែលបានតាមដានទស្សនាវីដេអូនេះពីដើមរហូតដល់ចប់សូមកុំភ្លេចជួយចុច like និង subscribe channel ខ្ញុំម្នាក់មួយផងអរគុណចាំជួបគ្នាវីដេអូក្រោយខ្វះទៅទៀតត្រង់អានេះ idol យើងហ្នឹងអានេះដេញជួយអានេះអានេះអានេះ